ចាសសូមជម្រាបសួរបងលើកនេះយើងមកមើលមុខម្ហូបមួយមុខទៀតដែលហៅថា Karage ឬក៏មាន់បំពងតែមុខម្ហូបមួយមុខនេះគឺជាមុខម្ហូបពេញនិយមសម្រាប់គ្រួសារទូទៅនៅក្នុងប្រទេសជប៉ុនហើយក៏ជាមុខម្ហូបដែលងាយស្រួលរកនៅតាមហាងបាយទូចធំនៅគ្រប់តំបន់នៅក្នុងប្រទេសជប៉ុនហើយក៏ជាមុខម្ហូបដែលគេនិយមខ្ចប់លក់នៅផ្សារទំនើបឬក៏ហាងបាយនានានៅក្នុងប្រទេសជប៉ុនផងដែរចាហើយគ្រឿងផ្សំគឺនាងខ្ញុំសូមភ្ជាប់ជូននៅក្នុងវីដេអូនេះផងដែរចាជាដំបូងគឺយើងហាន់សាច់មាន់តូចៗល្មមប្រហែលជាប្រវែង5សង់ទីម៉ែត្ររួចយើងប្រឡាក់ទឹកស៊ីអ៊ីវស្ករហើយនឹងពងមាន់ចូលទុកប្រហែលជា30នាទីចាយើងប្រឡាក់ពងមាន់ចូលជាមួយសាច់ដែលសារយើងចង់ឲ្យសាច់មាន់ដែលយើងបំពងហើយខាងក្នុងនៅមានសំណើមហើយមានលក្ខណៈទន់ចាបន្ទាប់ពីសាច់មាន់យើងចូលជាតិហើយគឺយើងចាក់ខ្លាញ់ចូលទៅក្នុងឆ្នាំងប្រហែលជាកម្ពស់5សង់ទីម៉ែត្រដើម្បីទុកបំពងសាច់ចាហើយបន្ទាប់មកគឺយើងចាក់ម្សៅឆាចូលទៅក្នុងសាច់មាន់ម្ដងបន្តិចហើយយើងកូរចាយើងគួរលាយម្សៅឲ្យនៅត្រសក់បន្តិចប៉ុន្តែមិនស្ងួតពេកហើយក៏មិនជ្រីពេកដែរចាចំពោះខ្លាញ់បំពងវិញគឺយើងដាក់ចង្កឹះឫស្សីមួយចូលទៅក្នុងខ្លាញ់បើមានពពុះតូចផុសចេញមកហើយគឺខ្លាញ់នេះរួចរាល់សម្រាប់បំពងហើយចាយើងគួរតម្រៀបសាច់មាន់ចូលទៅក្នុងខ្លាញ់ដោយឃ្លៀបពីគ្នាបន្តិចកុំឲ្យកងលើគ្នាចាបន្ទាប់ពីប្រហែលជា2នាទីក្រោយមកយើងទៅត្រឡប់ទៅម្ខាងទៀតចាចំពោះសាច់មាន់ Karage នេះគឺយើងត្រូវបំពង2ដងដើម្បីឲ្យសាច់មាន់នេះស្រួយល្អគឺលើកទី1យើងបំពង3ទៅ4នាទីហើយលើកទី2យើងបំពង1ទៅ2នាទីចានៅក្នុងវីដេអូនេះគឺខ្ញុំបំពងសាច់ឆៅលើកទី1ឲ្យរួចរាល់ទាំងអស់ហើយទើបខ្ញុំចាប់ផ្ដើមបំពងសាច់ដែលបំពងលើកទី1នោះម្ដងទៀតចាសាច់ដែលនាងខ្ញុំប្រឡាក់គឺនាងខ្ញុំបំពងលើកទី1ហើយនេះគឺជាការបំពងលើកទី2ដែលខ្ញុំយកសាច់ដែលខ្ញុំបំពងលើកទី1ហើយយកមកបំពងម្ដងទៀតគឺប្រហែលរយៈពេល1ទៅ2នាទីដែលយើងប្រែម្ដងនៅពាក់កណ្ដាលម៉ោងចាហើយបន្ទាប់ពីបំពងលើកទី2ហើយទុកឲ្យបាត់ក្ដៅហើយគឺសាច់នេះរួចរាល់សម្រាប់ទទួលទានបានហើយចាហើយមុខម្ហូបមួយនេះគឺសម្រាប់ឲ្យអូនអាយុ1ឆ្នាំកន្លះទៅក៏អាចញ៉ាំបានដែរចាមុខម្ហូប Karage ឬក៏មាន់បំពងនេះគឺមានរសជាតិឈ្ងុយឆ្ងាញ់មែនទែនកូនស្រីនាងខ្ញុំក៏ប្រាប់នាងខ្ញុំថាម៉ាក់កូនពិបាកក្នុងការជប់ញ៉ាំ Karage នេះណាចាបន្ទាប់ពីបំពងរួចហើយនាងខ្ញុំទុកខ្លាញ់ឲ្យត្រជាក់រួចនាងខ្ញុំប្រើកន្ត្រងសម្រាប់ត្រងកាហ្វេត្រងយកកំទេចកំទីក្នុងខ្លាញ់នេះដើម្បីសម្អាតខ្លាញ់នេះទុកបំពងលើកក្រោយបានម្ដងឬក៏ពីរដងទៀតចាបងចាប់អារម្មណ៍កុំភ្លេចសេវទុកសម្រាប់សាកធ្វើនៅថ្ងៃក្រោយឬក៏ចែករំលែកបន្តណាសូមអរគុណសម្រាប់ការតាមដានទស្សនាសូមជម្រាបលា